នេះគឺជាសកម្មភាពដែលរៀបចាប់តាំងពីការច្រូតរហូតដល់ការប្រមូលកណ្តាប់និងការបោកស្រូវដាក់ម៉ាស៊ីនជាដើមតាមពិតទៅវីដេអូនេះអត់មានគម្រោងអីថាថតជាវីដេអូឬអីទេតែដោយសារអាទិត្យនេះយើងទៅនេះហើយអត់បានចេញទៅណាទៅបោះតង់ទៅទ្រីបទៅណាទេហើយក៏មកច្រូតស្រូវហើយនឹងប្រមូលកណ្តាប់ហ្នឹងឯងអញ្ចឹងក៏នឹកឃើញថាទៅនេះអត់មានអីធ្វើក៏ថតជាវីដេអូតាំងពីច្រូតរហូតដល់ប្រមូលកណ្តាប់រហូតដល់ប្រមូលកណ្តាប់យកមកដាក់ម៉ាស៊ីនហើយនៅក្នុងវីដេអូនេះក៏នឹងមានសកម្មភាពជាច្រើនដែលរៀបចាប់តាំងពីការច្រូតស្រូវការប្រមូលកណ្តាប់ហើយនឹងការបោកស្រូវតាមបែបប្រពៃណីខ្លះនិងតាមបែបទំនើបខ្លះបូករួមជាមួយនឹងវីដេអូដែលខ្ញុំបោះតង់ស្នាក់នៅអេស្រេចំនួនមួយយប់ដើម្បីប្រមូលកណ្តាប់ហ្នឹងឯងតែពិតទៅប្រមូលកណ្តាប់ខ្ញុំប្រមូលរួចតាំងពីថ្ងៃល្ងាចរៀងប្រឡប់ប៉ុន្តែដោយសារខ្ញុំខានតលេងស្រេយូរក៏បោះតង់ដេកនៅស្រេមួយយប់សម្រាប់អ្នកទាំងអស់គ្នាដែលទំនេរពីការងារក៏អាចទស្សនាវីដេអូនេះជាការកំសាន្តបានពីការធ្វើស្រែនិងការប្រមូលស្រូវតាមបែបប្រពៃណីរបស់អ្នកខាងអ្នកស្រុកភូមិខាងខ្ញុំជម្រាបសួស្តីទៅកាន់អ្នកទាំងអស់គ្នាផ្ដើមនៅក្បាលវីដេអូមកគឺថាសាច់រឿងដែលខ្ញុំបានមកប្រមូលកណ្តាប់នេះដោយសារថាខ្ញុំថ្ងៃនេះអត់បានធ្វើការហើយក៏ម៉ែខ្ញុំក៏ខលទៅដាក់ឲ្យមកជួយប្រមូលកណ្តាប់ហើយខ្ញុំក៏តនីក៏មកជួយប្រមូលកណ្តាប់គាត់ហ្នឹងឯងហើយក៏មានកម្រងថាថតជាវីដេអូអីទេតែដោយសារតែយើងមកឃើញវិទេសភាពវាស្អាតហើយអំណោយផលក៏ទាញកាមេរ៉ាចាប់ថតទៅក៏គឺទាំងបានជ្រុលជាថតហើយក៏ថតឲ្យបានជាវីដេអូមួយដើម្បីទុកជាអនុស្សាវរីយ៍ណាមួយយើងធ្វើរាល់តែឆ្នាំដែលយើងមិនដែលបានថតហើយឆ្នាំនេះយើងក៏ថតទុកជាអនុស្សាវរីយ៍ទៅពេលច្រូតខ្ញុំអត់បានច្រូតគេទេដោយសារតែខ្ញុំរវល់ធ្វើការហើយទៅក៏អត់បានមកជួយច្រូតគេហើយដល់ពេលវាភ្លៀងរងៃពេកក៏កណ្ដាប់វាសើមទឹមនឹងអត់ភ្លៀងបានប្រហែលថ្ងៃហើយកណ្ដាប់ស្ងួតនឹងឯងបានមេគិតហៅមកប្រមូលកណ្ដាប់ភ្លៀងខ្ញុំមិនដឹងថាភ្លៀងគិតអីដែរអាពេលវាដែលគេត្រូវការទឹកនឹងគ្មានទឹកទេអាវាដែលព្រោះនឹងគ្មានទឹកទេដីសស្លេតស្រូវងាប់ចិត្តអស់ហើយបានមានទឹកតែដល់ពេលមានទឹកមានភ្លៀងពេលវាគេប្រមូលផលគេច្រូតស្រូវច្រូតកាត់ភ្លៀងរហូតស្រូវលិចទឹកសើមក្អុលពេញទឹកហ្នឹងឯងដែតប្លងពេញទឹកឆ្នាំនេះខ្ញុំមិនដឹងមិនទេបើអ្នកភូមិផ្សេងតែបើអ្នកភូមិខ្ញុំដើរកវីក្បាលម្នាក់ដើរកវីទៅក្បាលដោយសារតែភ្លៀងវាភ្លៀងរងៃពេកហើយស្រូវក៏វាលិចទឹកពិបាកនឹងច្រូតវាអត់ពិបាកទេវាពិបាកនឹងអាស្រូវលិចទឹកដល់ពេលយើងប្រមូលវាមិនទាន់ស្រូវវាដុះអាយើងច្រូតហើយប្រមូលអត់ទាន់នឹងស្រូវវាដុះដោយសារវាលិចត្រាំទឹករហូតមេឃវាភ្លៀងសឹងរាល់ថ្ងៃហើយដូចដែលអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូនេះស្រាប់ហើយនេះគឺជារបៀបដែលពួកខ្ញុំប្រមូលកណ្ដាប់យើងដើរប្រមូលវាដាក់ក្នុងតង់ហើយយើងអូសវាយកទៅដាក់នៅលើគោកដែលយើងអាចមានផ្លូវទលេថងដែលវាអាចចូលមកដើរបានដោយសារតែយើងប្រមូលដាក់តង់នេះដោយសារតែទឹកវាមានទឹកស្រែយើងមានទឹកហើយយើងអាចអូសតង់បានហើយវាចំណេញកម្លាំងយើងបានខ្លះដែរព្រោះបើយើងដើរលីម្នាក់មលីទៅរឹមទៅដើរលីទៅដល់កលែងថ្នល់ទួលនោះយើងវាត្រូវចំណាយពេលយូរហើយវាឆ្ងាយហើយណាមួយបើយើងលីក៏វាមិនបានច្រើនដូចដែលយើងអូសដាក់តង់ចេះដែរហើយយើងអូសនឹងតង់ចេះមែនប៉ុន្តែយើងមិនមែនថាយើងស្រួលប្រហែលដោយសារតែយើងស្រូវវាច្រើនវាមិនមែនតែច្រើនពេកទេវាច្រើនមកល្មមគួរសមណាស់ចំណាយពេលអូសមួយថ្ងៃវើសល្ងាចគ្នា3 4នាក់ត្រឹមទៅអូសរួចស្រូវខ្ញុំអូសតែ3នាក់ម៉ែខ្ញុំទេហើយមានអូសតែស្រូវខ្ញុំទេដោយសារអ៊ំខ្ញុំគឺគាត់អូសថ្ងៃជាមួយគ្នាដែរតែយើងអូសជាមួយគ្នាទាំងអស់គ្នាហ្នឹងឯងពេលរួចហើយក៏យើងជួយគ្នាម្នាក់ម្ដាយមួយជើងទៅវិញទៅមកហ្នឹងឯងដោយសារតែស្រូវយើងស្រែជិបគ្នាទេធម្មតាបើដូចកាលពីខ្ញុំនៅក្មេងៗគឺគេចូលដៃគ្នាគេជួយគ្នាម្ដងម្នាក់អីទៅដើម្បីយើងជួយគ្នាយើងមានគ្នាច្រើនធ្វើការទៅវាសบายធ្វើការហើយណាមួយវាមិនសូវជាហត់តែនេះដោយសារតែយើងវាសម័យរឿងថ្ងៃមិនសូវជាមានគេអ្នកធ្វើដោយដៃចេះទេភាគច្រើនគេច្រូតកាត់នឹងម៉ាស៊ីនអីទៅហើយក៏គេយកពេលវេលាធ្វើការធ្វើអីរលុយចឹងទៅហើយនឹងសម័យឥឡូវដូចតែអ្នកនរគ្នាដឹងស្រាប់ហើយតំបន់ខ្លះសឹងតែគាត់ប្រើគ្រឿងចាក់ទាំងអស់ហើយដូចជាការច្រូតកាត់ការដឹកជញ្ជូនស្រូវឲ្យគឺគាត់ប្រើម៉ាស៊ីនទាំងអស់នៅតែភូមិខ្ញុំទេគេនៅមានច្រូតដៃខ្លះច្រូតកម្លាំងមនុស្សខ្លះកន្លែងខ្លះក៏គេមានការច្រូតម៉ាស៊ីនអីជាដើមទៅហើយកន្លែងខ្លះក៏នៅតែមានការច្រូតដៃដូចនៅភូមិខ្ញុំឆ្នាំមុនដូចជាអត់សូវមានម៉ាស៊ីនទេបើនិយាយទៅមានអត់សូវទេគឺអត់មានសោះតែម្ដងតែឆ្នាំនេះក៏ដូចជាមានម៉ាស៊ីនគាត់ចូលច្រូតច្រើនដែរនៅតាមតំបន់មួយចំនួនក៏គាត់ច្រូតស្រូវនឹងម៉ាស៊ីនប៉ុន្តែច្រូតនឹងម៉ាស៊ីនវាពិបាកដោយសារម៉ាស៊ីនយើងច្រូតត្រូវការហាលហើយហាលដូចជាឥឡូវទឹកវាលិចអស់តាមស្រែតាមអីទឹកវាលិចអស់អត់មានកន្លែងហាលអញ្ចឹងទៅក៏វាពិបាកមួយសារទៀតដូចយើងច្រូតដៃចេះទៅយើងហាលនៅក្នុងស្រែស្រាប់ដល់ពេលយើងបកហើយយើងអត់ចាំបាច់ត្រូវហាលមួយសារទៀត2 3ដងទេណាមួយយើងធ្វើសម្រាប់តែយើងហូបចេះយើងវាពិបាកបើសិនជាស្រូវសើមយើងត្រូវហាលខ្លួនឯងអត់ដូចយើងធ្វើដូចអ្នកខ្លះគាត់ធ្វើលក់អីស្រូវសើមអីគេអាចឈ្មួញគេទិញនឹងសើមអីក៏គាត់អាចលក់បានអត់ចាំបាច់នឿយហាលអីទេដូចពួកខ្ញុំដែលធ្វើដើម្បីតែហូបចេះយើងត្រូវការហាលឲ្យស្ងួតដើម្បីទុកដាក់បានយូរ
នឹងហូបបានយូរអញ្ចឹងទៅអារឿងច្រូតស្រូវត្រូវភ្លៀងនេះទៅហ៊ានតែទុកត្រូវទឹកភ្លៀងតែ3ទៅ4ថ្ងៃឬក៏5ថ្ងៃអីដឹងតែស្រូវវាបេកមើលចាប់រោដកអស់ហើយបើសិនជាមិនបញ្ញាប់ហាលមិនបញ្ញាប់ប្រេអីទេដោយកណ្ដាប់ស្រែខ្ញុំនេះវាត្រូវភ្លៀងសឹងរងថ្ងៃដែលប៉ុន្តែដោយសារយើងចងកណ្ដាប់តូចហើយយើងឆាប់ប្រេវាឲ្យតែពេលមីអត់មានភ្លៀងគឺយើងដើរប្រេវាអញ្ចឹងទៅក៏វាឆាប់ស្ងួតយើងអាចដើរប្រមូលបានបើសិនជាមិនទៅបានប្រេទេដឹងតែកណ្ដាប់ដុះមើលចាប់រោដកអស់ឃើញកណ្ដាប់ជូនយកមែនត្រឹមទៅរួចខ្ញុំជូនតាំងពីម៉ោង10ព្រឹករហូតដល់ម៉ោង4ជិត5ល្ងាចបានរួចត្រឹមតែប្រមូលបានរួចនឹងអានោះយើងខំណាយើងអត់សូវបានសារៈប្រហែលទេយើងជូនជើបគ្នារហូតមិនសូវជាបានសារៈអីដែរហើយណាមួយយើងអូសឃើញអូសម្នាក់ឯងមែនតែយើងដាក់ច្រើនគូសមដែរតែពីជូនកណ្ដាប់ជូនអីទៅដាក់គោកយើងផ្ដប់កណ្ដាប់អីរួចអស់ហើយខ្ញុំក៏មករៀបចំកលែងតង់ម៉ូឌីបោះតង់នៅលើដីទួលរបស់ខ្ញុំនេះនៅកន្លែងខ្ទមរបស់ខ្ញុំកាលពីមុនខ្ញុំធ្លាប់នៅឌីនៅនេះឯងខ្ទមខ្ញុំធ្លាប់ធ្វើខ្ទមនៅនេះឲ្យខ្ញុំក៏ធ្វើខ្ទមឲ្យដាក់ចេមមឿនដាំតំណាំដើម្បីនៅនេះឯងតែដោយសារឡូវកាលចាប់ពីកូវីដមកក៏មិនសូវមានណាបានមកនៅហើយមឿនអីក៏ឈប់ចេមឲ្យចាប់យកទៅលក់អស់ឥឡូវនៅទៅខ្ទមទៅទីវាលដីវាលនឹងទួលនេះកាលពីមុនកូវីដនឹងម៉ែខ្ញុំគិតនៅនេះឯងហើយគិតចេមជ្រូកដាំតំណាំចេមមឿនចេមអីនៅនេះឯងហើយដោយសារវាឆ្ងាយពីអ្នកភូមិគេគូសំដែរអញ្ចឹងទៅក៏យើងវាស្រួលក្នុងការចិញ្ចឹមសត្វវាអត់ពិបាកប៉ះពាល់ទៅលើអ្នកដទៃអញ្ចឹងទៅយើងចិញ្ចឹមសត្វឲ្យវាស្រួលតែចាប់ពីកូវីដមកមិនសូវមានណាបានមកនៅមកទៅពេលរដូវច្រូតកាត់រដូវដកស្ទូងនេះមកម្សាក៏ឥឡូវខ្ទមវាបាក់អស់ហើយរើអីវ៉ាន់យកទៅផ្ទះវិញអស់ហើយសារតែមានអ្នកនៅក៏រើអីវ៉ាន់យកទៅដាក់ផ្ទះវិញអស់នៀបអីដបូលអីឬដកយកទៅផ្ទះវិញអស់ខ្លះសំបីតែទ្រុងគោអាដបូលទ្រុងគោនោះក៏ប្រមូលយកទៅផ្ទះវិញអស់ដោយសារយើងឥឡូវលក់គោអស់ដែរកាលពីមុនមានគោឥឡូវលក់អស់ហើយគោកាលកូវីដដូចដឹងស្រាប់ហើយម្នាក់រើបារះពីកូវីដអ្នកខ្លះលក់នេះលក់នោះអស់លីងហើយខ្ញុំគោ2 3លក់អស់លីងហើយឥឡូវយើងចប់សាច់រឿងលក់គោកាលសម័យកូវីដឥឡូវយើងចូលសាច់រឿងដែលខ្ញុំឌីស្នាក់នៅនឹងនេះចំនួនមួយយប់ថាមហូបតាមពិតទៅខ្ញុំត្រូវសុំមហូបឲ្យខ្ញុំគាត់លើកទ្រូត្រូវសុំត្រីគាត់តែមានណាអត់បានប្រាប់គាត់លើកទ្រូហើយយកត្រីទៅផ្ទះអស់លីងតែខ្ញុំនេះមានតែមានតែទិញសាច់គោគេ10000ហ្នឹងឯងទិញគេទាំងសាច់គោទាំងប៉ាឡេអស់ជិត20000ចេះលុយបោះតង់មួយយប់បដ យអស់ជិត20000តាមពិតទៅខ្ញុំគិតថាខ្ញុំយកអាត្រីទ្រូនឹងឯងស្លមជូរត្រីស្រែតែដោយសារតែខ្ញុំអត់បានប្រាប់គាត់ថាខ្ញុំឌីនៅនេះទៅមានណាគាត់លើកទ្រូហើយយកទៅផ្ទះអស់មានបានទុកត្រីឲ្យចែកខ្ញុំខ្លះអត់ពេលសួរគាត់ថាយកទៅផ្ទះអស់ជិលគាត់ច្រើនទាញតូជីទៅទិញសាច់គោគេ10000ទិញបន្លែទិញគ្រឿងមកអស់ជិត20000បើសម្រាប់ម្ហូបគឺអត់ដឹងមុខម្ហូបឈ្មោះអីគេទេគេចេះតែធ្វើឲ្យតែបានហូបទេយើងនៅម្នាក់ឯងដើរម្នាក់ឯងបោះតង់ចេះអត់ពិបាកញ៉ៃច្រើនទេម្ហូបអីក៏យើងហូបកើតតែសំខាន់យើងម្នាក់ឯងយើងធ្វើគឺយើងឆ្ងាញ់ខ្លួនឯងធ្វើខ្លួនឯងអត់ពិបាកញ៉ៃច្រើនបើនិយាយពីគ្រឿងផ្សំគោលរបស់ខ្ញុំវិញគឺអត់មានអីជាសាំញ៉ាំញ៉ៃទេគឺមានតែរ៉ូឌីគឺចប់អត់មានបាច់ដាក់ថែមស្ករប៊ីចេងអំបិលអីទេបើថាមានតែរ៉ូឌីដូចខ្ញុំតែងទៅបោះតង់រដងមានតែរ៉ូឌីគឺចប់អានឹងគ្រឿងផ្សំគោលរបស់យើងគឺរ៉ូឌីហើយបើសួរថាហូបកើតអត់កើតនិយាយកើតមិនម្ហូបឆ្ងាញ់ជាងម្ហូបប្រតែលផ្កាយ5យកម្ដងក៏ម្ដងដែរម្ហូបឲ្យតែខ្ញុំធ្វើហើយម្ហូបនិយាយទៅគឺម្ហូប Master Chef ហើយម្ហូបដែលខ្ញុំធ្វើម្ហូបលំដាប់ផ្កាយ7ហើយមិនត្រឹមផ្កាយ5ទេហើយបើនិយាយពីម្ហូបរបស់ខ្ញុំនៅពេលយប់នឹងគឺសាច់គោខ្ញុំវាចេញជា2ដុំម្ដុំខ្ញុំយកមកដាក់អាំងហើយម្ដុំទៀតខ្ញុំយកទៅឆាជាមួយនឹងខ្ទឹមបារាំងនិយាយរឿងឆាហ្នឹងអត់ដឹងតែឈ្មោះអីដែរខ្ញុំដឹងតែឆាខ្ញុំដាក់ជាមួយខ្ទឹមបារាំងខ្ញុំហៅថាសាច់គោឆាជាមួយខ្ទឹមបារាំងដែរបើមើលហើយឃើញតនងចង់ធ្វើតាមចង់សួរពីគ្រឿងផ្សំហើយអត់មានអីច្រើនទេគ្រឿងផ្សំគឺមានតែរ៉ូឌីប៉ុណ្ណោះហើយនឹងបន្លែខ្ទឹមបារាំងហ្នឹងឯងសាច់គោបូកបញ្ចូលគ្នាទៅកើតសាច់គោឆាខ្ទឹមបារាំងនេះមនុស្សនិយាយតែគ្រឿងផ្សំគោរ៉ូឌីហើយបើនៅតែសួររកគ្រឿងផ្សំទៀតមិនដឹងនិយាយថាម៉េចដែរហើយបន្ទាប់ពីបាយរួចហើយដោយសារតែខ្ញុំគិតថាខ្ញុំនឹងអង្គុយលេងឯក្រៅបានយូរបន្តិចតែមានអីមូសវាខំពេកមូសវាសម្បូរមូសច្រើនពេកដោយសារតែខ្ញុំអត់បានដាក់ធូបមូសទៅហើយក៏អត់បានអង្គុយលេងនៅក្រៅយូរទេក៏ចូលតង់ដេកនឹងឯងហើយក៏មានបានជាថតអីច្រើនដែរដោយសារតែហត់ពេកចូលតង់ក៏ដេកលក់នឹងឯងព្រឹកឡើងក៏ងើបឡើងសារតង់សារអីមកផ្ទះហើយមកផ្ទះហ្នឹងក៏ដឹកកណ្ដាប់ដាក់ម៉ាស៊ីនបោកហ្នឹងឯងពេលចេញពីតង់ហ្នឹងអត់ទាន់អស់ល្ងុយក៏ឆ្លៀតដាក់នឹងកៅអីបានមកស្ទុះទៀតបើសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងឯងបន្ទាប់ពីព្រឹកឡើងខ្ញុំរៀបចំសារតង់ហើយក៏រៀបចំមកផ្ទះមកដឹកកណ្ដាប់បោកស្រូវហ្នឹងឯងហើយវីដេអូបោកស្រូវខ្ញុំអត់បានដាក់ឲ្យអ្នកនរគ្នាមើលវែងឆ្ងាយទេដោយសារតែវាមិនមានអីជាថ្មីអីប្រហែលនេះភូមិអ្នកនរគ្នាគឺខ្ញុំជឿជាក់ថាមានដូចតែភូមិខ្ញុំដែររឿងបោកស្រូវនេះបើខុសគ្នាគឺអាចខុសគ្នាអីតិចតួចហ្នឹងទេហើយសម្រាប់វីដេអូនេះក៏បានមកដល់ទីបញ្ចប់ទៅប៉ុណ្ណេះហើយក៏អរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះមកដល់ទីបញ្ចប់អរគុណច្រើនជួបគ្នាជាមួយខ្ញុំវីដេអូក្រោយ